ในយុគមួយដែលមានភ្លៀងធ្លាក់មិនឈប់និស្សិតពេទ្យឆ្នាំទី6 4នាក់ត្រូវបានចាត់ឲ្យទៅចុះកម្មសិក្សានៅមន្ទីរពេទ្យខេត្តចាស់មួយដែលមានអាយុកាលជិត30ឆ្នាំមន្ទីរពេទ្យនេះមិនធំទេប៉ុន្តែមានអគារមួយដែលគេមិនសូវនិយាយពីវានោះគឺអគារ C គេប្រាប់និស្សិតទាំងអស់ថាអគារ C ត្រូវបានបិទមិនប្រើប្រាស់យូរមកហើយយប់ដំបូងអ្នកគ្រូពេទ្យប្រចាំវេនបាននិយាយទៅកាន់ពួកគេថាបើឮគេហៅឈ្មោះនៅចុងផ្លូវកុំឆ្លើយតបនិស្សិតម្នាក់ឈ្មោះតារាក៏សើចអ្នកគ្រូនេះជាមន្ទីរពេទ្យមិនមែនជាផ្ទះខ្មោចទេអ្នកគ្រូមិនសើចទេនាងគ្រាន់តែមើលទៅចុងផ្លូវងងឹតហើយនិយាយថាខ្ញុំមិននិយាយលេងទេយប់ម៉ោង 12:47 នាទីតារាកំពុងអង្គុយកត់ត្រាប្រវត្តិអ្នកជំងឺនៅស្ថានីយ៍គិលានុបដ្ឋាយិកាភ្លាមនោះសំឡេងទូរស័ព្ទខាងក្នុងមន្ទីរពេទ្យក៏រោគាត់លើកហើយនិយាយថាសួស្ដីប៉ុន្តែគ្មានអ្នកនិយាយឮតែសំឡេងដង្ហើមបន្ទាប់មកសំឡេងស្រីម្នាក់ខ្សឹបថាជួយខ្ញុំផងខ្ញុំឈឺតារាក៏សួរអ្នកនៅបន្ទប់លេខប៉ុន្មានសំឡេងនោះឆ្លើយបន្ទប់312តារាក៏លេខទៅបញ្ជីអ្នកជំងឺគ្មានបន្ទប់312ទេគាត់ក៏ដាក់ទូរស័ព្ទចុះប៉ុន្តែពី3វិនាទីក្រោយសំឡេងទូរស័ព្ទក៏រោម្ដងទៀតលើកនេះសំឡេងនោះនិយាយតែមួយឃ្លាទេហេតុអ្វីបានជាឯងមិនមកតារានិងមិត្តរបស់គាត់ឈ្មោះវិសាសម្រេចទៅពិនិត្យមើលពួកគេដើរតាមច្រកផ្លូវចាស់រហូតដល់ជាន់ទី3នៅចុងផ្លូវមានទ្វារដែកមួយនៅលើទ្វារមានស្លាកចាស់ C 313វិសាឈប់ដើរអគារនេះមិនមែនបិទហើយមែនទេតារាមិនឆ្លើយទ្វារមានសោចាស់មួយប៉ុន្តែសោនោះវាកំពុងបើកដោយខ្លួនឯងទ្វាររអិលបើកយឺតនៅខាងក្នុងងងឹតមានតែគ្រែនិងអ្នកជំងឺមួយនៅកណ្ដាលបន្ទប់ហើយនៅលើគ្រែមានសន្លឹកក្រដាសបញ្ជាក់បញ្ជាមួយតារាយកវាឡើងហើយនៅលើនោះមានឈ្មោះអ្នកជំងឺស្រីពៅអាយុ21ឆ្នាំប៉ុន្តែអ្វីដែលធ្វើឲ្យតារាភ័យគឺការបរិច្ឆេទគឺនៅ14ឆ្នាំមុនវិសាសួរហេតុអ្វីឯកសារចាស់នៅទីនេះតារាមើលទៅគ្រែភ្លាមក្រេចគ្រែរអិលបន្តិចអ្នកទាំងពីរឈប់ដកដង្ហើមហើយសំឡេងស្រីម្នាក់ក៏លាន់ចេញពីក្រោមគ្រែតារាភ័យស្លន់ស្លោនាងស្គាល់ឈ្មោះខ្ញុំវិសាទាញគាត់ចេញពីបន្ទប់ភ្លាមលុះព្រឹកឡើងពួកគេទៅសួរអ្នកគ្រូពេទ្យចាស់ម្នាក់ពេលឮឈ្មោះស្រីពៅអ្នកគ្រូនោះស្ងាត់ជាច្រើនវិនាទីបន្ទាប់មកនាងនិយាយថានាងជានិស្សិតពេទ្យដូចពួកឯងដែរតារាសួរនាងស្លាប់ដោយសារអ្វីអ្នកគ្រូមើលមកពួកគេនាងស្លាប់នៅក្នុងវេនយប់នៅបន្ទប់312វិសាសួរថាហេតុអ្វីបានជាអគារត្រូវបិទអ្នកគ្រូមិនឆ្លើយនាងគ្រាន់តែនិយាយព្រោះបន្ទាប់ពីស្រីពៅស្លាប់ទៅនិស្សិតពេទ្យ3នាក់ទៀតដែលធ្លាប់ចុះវេនសិក្សានៅបន្ទប់នោះក៏ត្រូវបាត់ខ្លួនជាបន្តបន្ទាប់យប់ទី2តារាមិនចង់ចុះវេនទេប៉ុន្តែម៉ោង 2:13 រំលងអធ្រាត្រទាំងភ្លើងនៅមន្ទីរពេទ្យរលត់នៅក្នុងភាពងងឹតសំឡេងជើងមនុស្សដើរលើជាន់តុកវាឈប់នៅពីក្រោមតារាគាត់មិនហ៊ានងាកក្រោយបន្ទាប់មកសំឡេងស្រីពៅខ្សឹបក្បែរត្រចៀកឯងជំនួសខ្ញុំបានទេតារាបិទភ្នែកពេលភ្លើងបើកឡើងវិញមិត្តរបស់គាត់ទាំង3នាក់បានបាត់ទាំងអស់នៅលើតុមានតែសន្លឹកក្រដាសមួយវាជាបញ្ជីវេនរបស់និស្សិតពេទ្យឈ្មោះ4នាក់របស់ពួកគេត្រូវបានគូសខ្មៅក្រោមឈ្មោះទាំងនោះមានឈ្មោះមួយទៀតស្រីពៅហើយនៅខាងក្រោមមានឈ្មោះរបស់តារាតែវាត្រូវបានសរសេរដោយការបរិច្ឆេទ14ឆ្នាំមុនតារាសម្លឹងមើលក្រដាសទាំងញ័រដៃគាត់ទើបដឹងថាគាត់មិនមែនជានិស្សិតពេទ្យដែលត្រូវបានជ្រើសរើសឲ្យចុះកម្មសិក្សានៅទីនេះទេគាត់គឺជាមនុស្សទី4ដែលត្រូវបានហៅឲ្យមកជំនួសកន្លែងរបស់ស្រីពៅហើយនៅពីក្រោយគាត់សំឡេងស្រីពៅខ្សឹបម្ដងទៀតវេនរបស់ខ្ញុំចប់ហើយឥឡូវវេនរបស់ឯងបានចាប់ផ្ដើមហើយ